ព្រំដែនផ្ទុះកំដៅទាហានថៃចល័តតបមិនឈប់ខ្មែរដែរការទូតថៃសុំពុនយាអរុនសួស្ដីលោកស្រីប្រិយមិត្តបងប្អូនជនរួមជាតិជាទីគោរពរាប់អានសូមស្វាគមន៍មកកាន់វីដេអូព្រឹត្តិការណ៍ព័ត៌មានសម្រាប់ព្រឹកថ្ងៃទី24ខែមករាឆ្នាំ2026 1. ស្ថានភាពតាមព្រំដែនកម្ពុជាថៃនៅពេលនេះស្ថានភាពនៅតាមព្រំដែននៅតែមានភាពតានតឹងខណៈដែលភាគីយោធាថៃបន្តធ្វើសកម្មភាពដែលត្រូវបានចាត់ទុកថាជាការលំលោបលើអធិបតេយ្យរបស់កម្ពុជាដដែលតាមការរាយការណ៍មានការប្រើប្រាស់គ្រឿងចក្រធ្ងន់ដើម្បីកាត់បំបែកផ្លៃនិងធ្វើការកែលម្អទីតាំងមួយចំនួនដែលបម្រើឲ្យតម្រូវការរបស់ទាហានថៃសកម្មភាពទាំងនេះហាក់បីដូចជាមានគោលបំណងត្រៀមលក្ខណៈឲ្យរឹងមាំដើម្បីការពារនិងរក្សាទីតាំងដែលពួកគេបានឈរជើងកន្លងមកដោយភាគីកម្ពុជាអះអាងថាជាទីតាំងឈរជើងដោយខុសច្បាប់មិនតែប៉ុណ្ណោះយោធាថៃបានចាប់ផ្ដើមធ្វើសកម្មភាពបកសម្អាតនៅតំបន់មួយចំនួនដែលស្ថិតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាការបោកសម្អាតនោះរួមមានទាំងការបំផ្លាញវាយកម្ទេចអគារផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនិងទីតាំងពាណិជ្ជកម្មមួយចំនួនរបស់កម្ពុជានៅតំបន់ព្រំដែនជាមួយគ្នានេះផងដែរមានការចោទប្រកាន់ជាបន្តបន្ទាប់ពីភាគីយោធាថៃថាទីតាំងដែលពួកគេវាយប្រហារនោះជាទីតាំងពាក់ព័ន្ធនឹងសកម្មភាពអនឡាញទោះជាយ៉ាងណាបើយើងងាកមកមើលភាគីកម្ពុជាវិញកងកម្លាំងកម្ពុជាក៏កំពុងប្រុងជើងការនិងស្ថិតនៅតាមខ្សែត្រៀមជួរមុខផងដែរដើម្បីត្រៀមការពារនិងឆ្លើយតបតាមតម្រូវការភាគីកម្ពុជានៅតែអះអាងយ៉ាងច្បាស់ថាកម្ពុជាមិនទទួលស្គាល់ដាច់ខាតនៅខ្សែបន្ទាត់ព្រំដែនឬការគូសបន្ទាត់ណាមួយដែលកើតឡើងដោយកម្លាំងយោធានោះទេព្រមជាមួយគ្នាកម្ពុជាកំពុងរៀបចំសំណុំរឿងនិងប្រមូលភស្តុតាងសំខាន់ដើម្បីបញ្ជាក់ពីការឈ្លានពានដែលអះអាងថាបានកើតឡើងលើដែនអធិបតេយ្យរបស់កម្ពុជា 2. កម្ពុជាស្នើ UN តាមដានសិទ្ធិមនុស្សជាក់ស្ដែងកាលពីថ្ងៃទី23ខែមករាឆ្នាំ2026គណៈកម្មការសិទ្ធិមនុស្សកម្ពុជាបានស្នើទៅការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស OHCHR ប្រចាំកម្ពុជាឲ្យជួយតាមដានសកម្មភាពរបស់យោធាថៃតាមមាត់ព្រំដែនដែលត្រូវបានរាយការណ៍ថាកំពុងវាយកំទេចផ្ទះសម្បែងនិងរឹតត្បិតមិនឲ្យប្រជាពលរដ្ឋត្រឡប់ទៅកាន់សហគមន៍របស់ខ្លួននៅក្នុងទឹកដីកម្ពុជាវិញករណីនេះត្រូវបានលើកស្នើឡើងដោយទេសរដ្ឋមន្ត្រីការ៉ាមីប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជាគួររំលឹកថាមានការរាយការណ៍ថាកងកម្លាំងខាងថៃបានប្រើប្រាស់កុងតេន័រនិងរបងលួចបន្លាដើម្បីបិទផ្លូវចូលទៅកាន់តំបន់ដែលកម្ពុជាអះអាងថាថៃបានកាន់កាប់ដោយខុសច្បាប់ស្ថានភាពនេះបង្កឲ្យមានការព្រួយបារម្ភអំពីការរំលោភសិទ្ធិសេរីភាពក្នុងការធ្វើដំណើរការស្នាក់នៅនិងសិទ្ធិកម្មសិទ្ធិលើទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋកម្ពុជា3. ក្រសួងការបរទេសកម្ពុជាដាក់កំណត់ចំណោមតវ៉ាក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជាក៏បានបញ្ជាក់ផងដែរថាក្រសួងបានដាក់កំណត់ចំណោមតវ៉ាជាផ្លូវការទៅកាន់ភាគីថៃចំពោះសកម្មភាពយោធានៅតំបន់ព្រំដែនលើកពីនេះក្រសួងក៏បានលើកឡើងពីព្រឹត្តិការណ៍នៅថ្ងៃទី19ខែមករាឆ្នាំ2026ដែលរួមមានការតម្លើងរូបសំណាកព្រះពុទ្ធនៅក្នុងតំបន់ជម្លោះការដាក់កុងតេន័ររាំងខតុបផ្លូវនិងការសាងសង់លេនដ្ឋានដោយប្រើប្រាស់គ្រឿងចក្រឬគ្រឿងចក្រធ្ងន់ផងដែរអាជ្ញាធរកម្ពុជាបានរាយការណ៍ថាស្ថានភាពតានតឹងតាមមាត់ព្រំដែនបានប៉ះពាល់ដល់ខេត្តចំនួន7និងធ្វើឲ្យប្រជាពលរដ្ឋជាង64,000នាក់ត្រូវផ្លាស់ទីលំនៅហើយក្នុងចំណោមនោះមានប្រហែល 125,000 នាក់នៅតែបន្តស្នាក់នៅតាមជម្រកសុវត្ថិភាពឬជម្រកបណ្ដោះអាសន្ននៅឡើយ 4. ព័ត៌មានអន្តរជាតិថៃការពន្យាពេលពិចារណាចូលរួមក្រុមប្រឹក្សាសន្តិភាពថ្មីសម្រាប់ព្រឹត្តិការណ៍សំខាន់មួយទៀតនៅប្រទេសថៃតាមព័ត៌មានដែលបានលើកឡើងថារដ្ឋាភិបាលចាំផ្ទះរបស់ថៃបានសម្រេចពន្យាពេលក្នុងការពិចារណាចូលរួមតាមការអញ្ជើញរបស់លោក Donald Trump
ប្រធានាធិបតីសហរដ្ឋអាមេរិកដើម្បីចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពថ្មីក្រោមផែនការរបស់ទីក្រុង Washington ដើម្បីជួយបញ្ចប់ជម្លោះនៅ Gaza កាលពីថ្ងៃទី23ខែមករាឆ្នាំ2026នាយករដ្ឋមន្ត្រីស្ដីទីថៃលោកអនុទិនចានវីរគុលបានបញ្ជាក់ថារដ្ឋាភិបាលបានទទួលលិខិតអញ្ជើញហើយនិងបានឆ្លើយតបជាផ្លូវការថារដ្ឋាភិបាលចាំផ្ទះមិនអាចចូលរួមកិច្ចព្រមព្រៀងឬការបដិញ្ញាចិត្តណាមួយដែលអាចចងភ្ជាប់ទៅនឹងរដ្ឋាភិបាលដឹកនាំនាពេលអនាគតបានឡើយដូច្នេះសំណើនេះត្រូវបានបញ្ជូនទៅឲ្យរដ្ឋាភិបាលអាណត្តិបន្ទាប់ជាអ្នកពិនិត្យនិងសម្រេចដោយត្រូវវាយតម្លៃថាតើផ្ដល់ផលប្រយោជន៍ជាក់ស្ដែងដល់ប្រទេសថៃឬអត់លោកអនុទិនបានបន្ថែមថាការចូលរួមក្នុងក្រុមប្រឹក្សាដែលបានស្នើឡើងនេះអាចផ្ដល់អត្ថប្រយោជន៍ខ្លះៗដូចជាការរួមចំណែកដល់កិច្ចខិតខំសន្តិភាពអន្តរជាតិនិងការពង្រឹងបណ្ដាញការទូតប៉ុន្តែជាមួយគ្នានេះលោកក៏បានប្រមានថាការចូលរួមអាចត្រូវចំណាយថវិកាច្រើនហើយការសម្រេចចិត្តណាមួយត្រូវតែបង្កើតផលចំណេញជាក់ស្ដែងសម្រាប់ប្រទេសថៃនិងមិនត្រូវបម្រើផលប្រយោជន៍បរទេសណាមួយឡើយព័ត៌មានបានលើកឡើងថាក្រុមប្រឹក្សាសន្តិភាពនេះមានប្រទេសជាច្រើនបានទទួលយកការអញ្ជើញរួចមកហើយរួមមានអាល់បានី អាហ្សង់ទីន អាមេនី អាហ្សេបៃសាំង បារ៉ែន បេឡារុស ប៊ុលហ្គារី ឥណ្ឌូនេស៊ី អ៊ីស្រាអែល កាហ្សាក់ស្ថាន កូសូវូ ម៉ុងតេនេក្រូ ម៉ារ៉ុក ប៉ាគីស្ថាន ប៉ារ៉ាហ្គ្វេ កាតា អារ៉ាប៊ីសាអូឌីត ទូគី អារ៉ាប់រួម អ៊ុស្បេគីស្ថាន និងវៀតណាមជាដើមលោកអនុទិនបានបដិសេធមិនធ្វើការព្យាករណ៍អំពីពេលវេលាច្បាស់លាស់នៃការសម្រេចចិត្តហើយបានកត់សម្គាល់ថាសំណើនេះត្រូវបានផ្ញើទៅកាន់ប្រទេសជាច្រើនដូច្នេះការឆ្លើយតបរបស់ប្រទេសនីមួយៗក៏ខុសគ្នាទៅតាមស្ថានភាពលោកបានបន្ថែមថាសម្រាប់ពេលនេះតួនាទីរបស់ថៃគឺត្រឹមតែទទួលនិងបញ្ជូនបន្តប៉ុណ្ណោះខណៈការសម្រេចចិត្តចុងក្រោយស្ថិតលើរដ្ឋាភិបាលជាប់ឆ្នោតអាណត្តិបន្ទាប់ 5. មតិវិភាគក្នុងសេចក្តីរាយការណ៍យុទ្ធសាស្ត្រពន្យាពេលនិងការទុកចិត្តលើផ្លូវច្បាប់អន្តរជាតិដោយផ្អែកលើចំណុចដែលនាយករដ្ឋមន្ត្រីស្ដីទីថៃបានអះអាងនេះបានធ្វើឲ្យមានការលើកឡើងថាកន្លងមកពេលថៃព្យាយាមពន្យាពេលក្នុងកិច្ចប្រជុំនិងដំណើរការផ្សេងៗក៏ប្រើយុទ្ធសាស្ត្រស្រដៀងគ្នាដែរដោយអះអាងថារដ្ឋាភិបាលស្ដីទីមិនអាចសម្រេចអ្វីបានប៉ុន្តែក្នុងការវិភាគនេះក៏បានលើកឡើងថាចំពោះសកម្មភាពបាញ់ប្រហារការឈ្លានពានឬការបង្កជម្លោះជាមួយកម្ពុជាវាមិនចាំបាច់ត្រូវការអនុម័តដោយនាយករដ្ឋមន្ត្រីស្ដីទីឬនាយករដ្ឋមន្ត្រីពេញសិទ្ធិណាមួយឡើយទស្សនៈនេះចង់បញ្ជាក់ថាសកម្មភាពដែលត្រូវបានចោទថាជាការឈ្លានពានលើដែនអធិបតេយ្យភាពកម្ពុជាមិនមែនជាការសម្រេចចិត្តពីនាយករដ្ឋមន្ត្រីទេប៉ុន្តែជាគំនិតផ្ដួចផ្ដើមរបស់យោធាថៃនិងខ្សែរាជវង្សបណ្ដាញអំណាចរបស់ថៃជាចម្បងទោះជាយ៉ាងណាប្រជាជនកម្ពុជានៅតែមានសេចក្តីសង្ឃឹមនិងជឿជាក់ទៅលើចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជាតាមផ្លូវទូតនិងតាមផ្លូវច្បាប់អន្តរជាតិមានការរំពឹងថាច្បាប់អន្តរជាតិនៅលើសកលលោកមិនទាន់ត្រូវបានមើលរំលងឬបំផ្លាញចោលនៅឡើយនិងអង្គការសហប្រជាជាតិគួរតែយកចិត្តទុកដាក់លើរឿងនេះក៏ដូចជាស្ថាប័នយុតិធធម៌អន្តរជាតិដូចជាតុលាការយុតិធធម៌អន្តរជាតិ ICJ និងតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC គួរតែជួយរកយុត្តិធម៌ឲ្យកម្ពុជាហើយមិនគួរអោបដៃឈរមើលកម្ពុជារងទុក្ខឡើយប្រសិនបើមានកំហុសឆ្គងណាមួយកើតឡើងដោយអចេតនាសូមអភ័យទោសផងបន្តិចទៀតយើងនឹងជួបគ្នាវិញជាមួយព្រឹត្តិការណ៍ព័ត៌មានអាប់ដេតថ្មីៗទាំងព័ត៌មានជាតិនិងអន្តរជាតិសំខាន់ៗសូមអរគុណ